ជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានបាទនៅយប់មិញនេះមានជំនួបតាមទូរស័ព្ទរវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជាមួយនឹងឯកឧត្តមម៉ាកូរូបយូរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកដើម្បីជជែកអំពីស្ថានភាពរវាងកម្ពុជាថៃក្នុងន័យជំរុញឲ្យមានបទឈប់បាញ់មួយឲ្យបានឆាប់បាទចឹងអនុញ្ញាតឲ្យខ្ញុំបានអានសាររបស់សម្ដេចធិបតីដែលសម្ដេចបានបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនរបស់សម្ដេចកាលពីយប់មិញបាទខ្លឹមសារនៃសារនេះមានដូចតទៅនាយប់ថ្ងៃទី25ធ្នូឆ្នាំ2025ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តមម៉ាកូរូបយូរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីការវិវត្តស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលបំណងជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់រហ័សនិងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃឯកឧត្តមរដ្ឋមន្ត្រីរូបយូបានគូបញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់ថាសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃនិងខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមានកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមកិច្ចព្រមព្រៀងនិងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមករួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរបាទនេះគឺជាខ្លឹមសារនៃសាររបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបាទតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាប្រទេសជាមិត្តដើម្បីជួយរកដំណោះស្រាយឲ្យមានបទឈប់បាញ់បានបង្ហាញឲ្យឃើញថាពិភពលោកមិនអោបដៃមើលការរំលោភបំពានឈ្លានពានដល់កម្រោលរបស់ថៃមកលើកម្ពុជាទេសហគមន៍អន្តរជាតិបានកំពុងបន្តចាប់អារម្មណ៍ទៅលើផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាដែលបណ្ដាលមកពីការវាយប្រហារមិនរើសមុខមិនរើសទីតាំងចូលជ្រៅក្នុងទឹកដីកម្ពុជាពីសំណាក់ទាហានថៃរហូតមកទល់ពេលនេះមានជនស៊ីវិលស្លូតត្រង់ខ្មែរយ៉ាងតិច30នាក់ហើយបានស្លាប់ហើយនឹង88នាក់ផ្សេងទៀតរងរបួសក្នុងនោះមានកុមារមានស្ត្រីនិងមានមនុស្សចាស់ខណៈដែលជនភៀសសឹកកើនដល់ជាង640,000នាក់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនមានដូចជាផ្ទះសម្បែងមានផ្លូវសាលារៀនមន្ទីរពេទ្យស្ពានផ្សារអគារអាជីវកម្មឯកជនវត្តអារាមរហូតដល់រូបបដិមាព្រះវិស្ណុនិងប្រាសាទបុរាណដែលជាបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិបានរងការបំផ្លិចបំផ្លាញពីការទម្លាក់គ្រាប់បែកការបាញ់កំភ្លើងធំការវាយកំទេចដោយចេតនារបស់ទាហានថៃទោះជាយ៉ាងណាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំតាមរយៈកិច្ចសន្ទនាការទូតរួមជាមួយនឹងសម្ដែងកោតទោសនិងការទាមទាររបស់ព្រះសង្ឃមន្ត្រីរាជការអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសដើម្បីទាមទាររកសន្តិភាពនិងទាមទារឲ្យថៃបញ្ឈប់អំពើឈ្លានពានយ៉ាងព្រៃផ្សៃមកលើកម្ពុជាកំពុងតែតាក់ទាញចំណាប់អារម្មណ៍នៅជុំវិញពិភពលោកនេះជាសញ្ញាបញ្ជាក់ថាយុត្តិធម៌ចំពោះកម្ពុជានិងប្រជាពលរដ្ឋខ្មែរត្រូវតែមានហើយអ្នកដែលប្រព្រឹត្តអក្រិតកម្មមកលើកម្ពុជានិងមកលើប្រជាពលរដ្ឋខ្មែរត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដូច្នេះការថែរក្សាពង្រឹងស្មារតីសាមគ្គីភាពដ៏រឹងមាំនិងជំនឿជឿជាក់លើរាជរដ្ឋាភិបាលនិងលើវិរៈកងទ័ពកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើងគឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ប្រជាជាតិខ្មែរដើម្បីការពារបូរណភាពទឹកដីប្រឆាំងជាមួយនឹងសត្រូវឈ្លានពានដើម្បីចង់ដឹងអំពីស្ថានភាពវិវត្តនៅតាមព្រំដែនខ្ញុំបាទសូមជូនវេទិកាទៅជូនទៅលោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិសូមជឿលោកជំទាវចាសសូមគោរពអរគុណអាយដាមនិងសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ផងដែរនៅព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5បើគិតមកដល់ថ្ងៃទី26ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី20ហើយដែលយោធាថៃនៅតែបន្តសកម្មភាពរំលោភបំពានទៅលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែធ្នូឆ្នាំ2025កន្លងទៅនេះ
សូមជម្រាបជូនផងដែរថាបើទោះបីជាក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC បានចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួនអស់រយៈពេល2ថ្ងៃកន្លងទៅក៏ដោយប៉ុន្តែស្ថានភាពនៃអំពើគំរាមកំហែងនៃការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅតែបន្តនិងកាន់តែកំរោលនៅឡើយទី1ស្ថានភាពចូលមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តព្រះវិហារខេត្តឧត្តរមានជ័យភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជានេះបើគិតចាប់ពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី25ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី26ខែធ្នូនេះសកម្មភាពនៅថ្ងៃទី25ខែធ្នូចាប់ពីវេលាម៉ោង 22:00 នាទីដល់វេលាម៉ោង 23:00 នាទីយោធាថៃនៅតែបន្តធ្វើសកម្មភាពចល័តកម្លាំងបន្ថែមនិងរថក្រោះបន្ថែមទៀតចូលមកព្យាយាមចូលមកគៀកក្នុងភូមិសាស្ត្រប្រាសាទតាមាន់ចូលដល់ថ្ងៃទី26ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោង 5:40 នាទីទៀតភ្លឺភ្លាមយោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីទៅតាមផែនការនៃការឈ្លានពាននៃបូរណភាពទឹកដីរបស់កម្ពុជានៅវេលាម៉ោង 6:05 នាទីយោធាថៃបានចាប់ផ្ដើមបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់ចាប់ពីវេលាម៉ោង 6:49 នាទីដល់វេលាម៉ោង 7:00 នាទីយោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំរត់ក្រោះបាញ់បំបុកចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនិងបន្តបាញ់ផ្លោងកាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់និងតាក្របីបន្ថែមទៀតសូមជម្រាបជូនថាស្ថានភាពជួរមុខនៅទីតាំងមួយចំនួនបានត្រឡប់ទៅស្ងប់ស្ងាត់ខណៈទីតាំងមួយចំនួនយោធាថៃនៅបន្តធ្វើសកម្មភាពវាយប្រហារនៅឡើយកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញរឹងមាំជាមួយនឹងសត្រូវឈ្លានពាននិងបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីទី2ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងភាគីថៃនៅបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់ពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី25ខែធ្នូរហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី26ខែធ្នូឆ្នាំ2025នេះសកម្មភាពនៅថ្ងៃទី25ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោង 18:00 នាទីល្ងាចរហូតដល់ថ្ងៃទីចាប់ពីវេលាម៉ោង 18:00 នាទីល្ងាចថ្ងៃទី25រហូតដល់វេលាម៉ោង 7:00 នាទីព្រឹកថ្ងៃទី26យោធាថៃបានបន្តបាញ់ផ្លោងចំនួន45គ្រាប់និងបានបាញ់កំភ្លើបាញ់ភ្លើងបំភ្លឺចំនួន15គ្រាប់ចូលក្នុងភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 19:20 នាទីយោធាថៃបានបាញ់ភ្លើងភ្លឺបន្ថែមទៀតនៅភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 21:08 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 22:54 នាទីយោធាថៃបានបាញ់ផ្លោងចំនួន3គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងចូលមកដល់ថ្ងៃទី26ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 4:35 នាទីទៀបភ្លឺយោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទចាប់ពីវេលាម៉ោង 6:08 នាទីដល់វេលាម៉ោង 7:15 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន40គ្រាប់ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:05 នាទីយោធាថៃបានប្រើប្រាស់ drone ទម្លាក់គ្រាប់បែកបន្ថែមទៀតចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:20 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះចូលរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យចាប់ពីវេលាម៉ោង 7:25 នាទីដល់វេលាម៉ោង 7:26 នាទីយោធាថៃបានបាញ់ផ្លោងនិងប្រើប្រាស់ drone ទម្លាក់គ្រាប់បែកបន្ថែមចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅវេលាម៉ោង 7:45 នាទីយោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទចាប់ពីវេលាម៉ោង 7:45 នាទីដល់វេលាម៉ោង 8:00 នាទីយោធាថៃបានបន្តបាញ់ផ្លោងចំនួន5គ្រាប់បន្ថែមទៀត5គ្រាប់ចូលក្នុងភូមិសាស្ត្ររង្វង់មូល
ផ្លូវ58និងភូមិសាស្ត្រទួលពងរក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 7:53 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:55 នាទីយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលលើភូមិសាស្ត្រភូមិជោគជ័យនេះខ្ញុំសូមជម្រាបជូនថាស្ថានភាពជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ខណៈទីតាំងមួយចំនួនយោធាថៃនៅបន្តធ្វើសកម្មភាពវាយប្រហារយ៉ាងក្តៅគគុកមកលើដែនអធិបតេយ្យរបស់កម្ពុជានៅឡើយកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាននិងតាមដានដោយយកចិត្តទុកដាក់បំផុតនិងប្រុងប្រយ័ត្នខ្ពស់សូមធ្វើការបញ្ជាក់ជូនសារជាថ្មីម្ដងហើយម្ដងទៀតថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃទេដែលធ្វើសកម្មភាពវាយប្រហារមកលើទីតាំងស៊ីវិលរបស់កម្ពុជានិងធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបានបាត់បង់ជីវិតនិងរងរបួសកើនឡើងជាលំដាប់ម្ដងហើយម្ដងទៀតយោធាថៃតែងតែយកលេសនិងប្រើប្រាស់គ្រប់ឧបាយកលដើម្បីលាក់កំបាំងទង្វើឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាដោយបានបំពានយ៉ាងកម្រោលទៅលើច្បាប់អន្តរជាតិទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជាដ៏សាហាវឃោរឃៅរួមទាំងការប្រើប្រាស់អាវុធយុទ្ធោបករណ៍ធុនធ្ងន់និងមានកម្រិតបំផ្លាញខ្ពស់ដូចជាយន្តហោះចម្បាំងប្រភេទ F-16 T-50 T-50នាវាចម្បាំងកំភ្លើងធំគ្រប់ប្រភេទគ្រាប់បែកចង្កោមផ្សែងពុលដ្រូនគ្រប់ប្រភេទកំជ្រួចវង DTI-2 DTI-1G និងអាវុធធុនធ្ងន់ជាច្រើនទៀតមកវាយប្រហារមកលើកម្ពុជាជាពិសេសទៅលើជនស៊ីវិលបេតិនិងបេតិកភណ្ឌដែលជាសម្បត្តិមនុស្សជាតិដែលជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់កន្លែងថាថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិជារដ្ឋដែលបំផ្លាញសន្តិភាពនិងសន្តិសុខមិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូលដើម្បីបម្រើមហិច្ឆតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសតូចនិងខ្សោយជាងខ្លួនប៉ុណ្ណោះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាទាមទារឲ្យយោធាថៃបញ្ឈប់ជាបន្ទាន់នៅទង្វើភូតភរកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនគោរពបទឈប់បាញ់ដែលខ្លួនបានបំពេញនិងអនុវត្តឡើងវិញនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃយោធាថៃត្រូវតែបង្ហាញភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាពនិងសុឆន្ទៈនិងភាពថ្លៃថ្នូរដោយស្ដែងចេញតាមរយៈទង្វើដែលមានទំនួលខុសត្រូវខ្ពស់និងគោរពច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់មិនមែនតាមរយៈវោហារស័ព្ទនិងការភូតភរកុហកនោះទេកម្ពុជាបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននឹងការគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅដំណោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់សម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិកម្ពុជាសង្ឃឹមផងដែរថាភាគីថៃនឹងគោរពនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅដោយកម្ពុជាដែរក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះអំពើរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់សកម្មភាពអរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង្គអាចក្លាហាននិងដោយមិនងាករេទោះក្នុងតម្លៃណាក៏ដោយនិងក្នុងកលៈទេសៈណាក៏ដោយនេះខ្ញុំសូមជម្រាបជូនផងដែរថាសម្រាប់ស្ថានភាពវិវត្តថ្មីនៅជួរមុខក្រសួងការពារជាតិនឹងធ្វើការផ្សាយចេញតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួននៅពេលក្រោយ សូមអរគុណ ប
បាទសូមអរគុណលោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិដែលបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅជួរមុខបាទពេលនេះកម្មវិធីរបស់យើងដល់ទីបញ្ចប់យើងខ្ញុំទាំងពីរនាក់សូមអរគុណសូមគោរពលាតែប៉ុណ្ណេះបាទ